កូនមកមីណាខ្លះអត់ចូលចិត្តញ៉ាំផ្លែឈើមកមីទាំងអស់គ្នាអាចសាកធ្វើជាជេឡូនេះឲ្យកូនញ៉ាំបាននិយាយទៅរូបរាងវាខ្ជូតហើយតាក់ទាញងាយស្រួលញ៉ាំបោកកូនបានណាសម្រាប់ជេឡូនេះគឺញ៉ាំបានចាប់ពីអូន3ខែឡើងទៅដែលរូបមន្តផ្សំយើងមានជាម្សៅជេឡាទីនហើយនឹងផ្លែឈើតាមដែលកូនយើងចូលចិត្តឬមិនចូលចិត្តសម្រាប់ខ្ញុំអាចដាក់ផ្លែឈើកូនចូលចិត្តតែសម្រាប់ម៉ាមីអាចច្នៃលាយគ្នារវាងផ្លែឈើដែលកូនចូលចិត្តនិងមិនចូលចិត្តដើម្បីឲ្យវាទាញគ្នាអញ្ចឹងពេលខ្លះគ្រាន់តែគាត់ឃើញរូបរាងខ្ជូតអញ្ចឹងទៅគាត់ព្រមញ៉ាំហីហើយនិយាយស្មោះត្រង់ក្មេងដល់ពេលដែលមាន9ចូលចិត្តពួកចំហួយបែបនេះអញ្ចឹងម៉ាមីទាំងអស់គ្នាអាចច្នៃធ្វើខ្លួនឯងឲ្យកូនញ៉ាំបានតែអត្ថប្រយោជន៍ហើយឆ្ងាញ់ទៀតដែលក្នុងហ្នឹងរូបមន្តយើងផ្សំពីជេឡាទីនអីទៅគឺជាជេឡាទីនគឺជាម្សៅដែលចម្រាញ់ចេញពីស៊ុបឆ្អឹងខ្ចីរបស់សត្វគោនិងសត្វជ្រូកឬក៏ឆ្អឹងមាន់អីជាដើមអញ្ចឹងគេរងាស់វាឲ្យយូរមែនតែនដើម្បីឲ្យចេញខួរឆ្អឹងនឹងមកហើយអត្ថប្រយោជន៍របស់វាគឺមានផ្ទុក collagen ជួយឲ្យស្បែកសក់និងក្រចកមួយទៀតជួយដល់ប្រព័ន្ធរំលាយអាហារជួយព្យាបាលការរលាកពោះវៀនតាមការសិក្សាបានបង្ហាញថាការទទួលទានជេឡាទីនជាប្រចាំជួយព្យាបាលដល់សុខភាពពោះវៀនធំសម្រាប់ផ្លែឈើដែលយកមកប្រើបើសិនជាម៉ាមីទាំងអស់គ្នាប្រើផ្លែឈើដែលរាងផ្អែមយើងបន្ថែមស្ករក៏បានដែរតែដោយសារក្រូចនេះវារាងជូរអែមអញ្ចឹងហើយខ្ញុំបន្ថែមស្ករដែលខ្ញុំប្រើជាស្ករផ្កាដូងគឺជាប្រភេទស្ករដែលមាន GI ទាបមានន័យថារសជាតិវាផ្អែមដូចស្ករធម្មតាតែវាអត់ធ្វើឲ្យឡើងជាស្ករនៅក្នុងឈាមទេសម្បូរទៅដោយវីតាមីន C សម្បូរទៅដោយជាតិដែកជួយដល់ក្របឈាមក្រហមស្ពណ៌ហើយនឹងស័ង្កសីនិយាយទៅស្ករនឹងឈ្ងុយឆ្ងាញ់អត្ថប្រយោជន៍របស់វាក៏ច្រើនដែរបន្តមកទៀតខ្ញុំលួចអំបិលបន្តិចមកមានទាំងអស់គ្នាកុំឲ្យវារៀងស្រាលដាក់អំបិលទៅឲ្យវារៀងធ្ងន់ដូចដាក់ថ្ម5គីឡូអញ្ចឹងសម្រាប់ម្សៅជេឡាទីនហ្នឹងមកមានទាំងអស់គ្នាមិនប្រើបានតែនៅក្នុងហ្នឹងឯណារូបមន្តគេនៅលើប្រអប់របស់គេហ្មងគឺយើងអាចដាក់លាយជាមួយបាយក៏បានលាយជាមួយកាហ្វេក៏បានលាយជាមួយម្ហូបក៏បានដែរអត់មានក្លិនអត់មានរសជាតិប៉ុន្តែអត្ថប្រយោជន៍របស់វាគឺច្រើនមែនតែនហើយងាយស្រួលក្នុងការញ៉ាំបើសិនជាវាមានក្លិនមានរសជាតិអូនតូចពិបាកញ៉ាំតែនេះគឺអត់ក្លិនអត់រសជាតិតែម្ដងហើយសម្រាប់ម៉ាមីដែលចង់ធ្វើច្រើនជាងហ្នឹងឬតិចជាងហ្នឹងចង់ដឹងថាអូបងជេឡាទីនប៉ុណ្ណាសម្រាប់លបាយទឹកប៉ុណ្ណាអីអាចឆា direct មក page បានពេលដែលយើងកូរលបាយរបស់យើងឲ្យរលាយជេឡាទីនសព្វល្អហើយយើងអាចយកមកចាក់នៅក្នុងពុម្ពបែបនេះដាក់នៅក្នុងទូទឹកកករយៈពេលតែ1ម៉ោងទៅ2ម៉ោងអីបានញ៉ាំហើយនេះគឺជាឈុតធ្វើជេឡាទីនយើងមានសម្រាប់អូនខំ1ឆ្នាំនិងលើ1ឆ្នាំអូនខំ1ឆ្នាំយើងប្រើជាម្សៅលម៉ើគ្រឿងទេសផ្សេងអាចរកទិញនៅហាងកូនដំរីអរគុណច្រើន